នៅក្នុងអេពីសូតមុនណាយើងពិតជាបានដឹងហើយថា Vegas ហ្នឹងគឺមានថាមពលខ្លាំងហើយបានប្រើជាមួយនឹងថាមពលដៅរបស់គាត់ហ្នឹងកំទេចជាមួយនឹង alien មួយនៅក្នុងនីលកាបបែនដែលមានឈ្មោះថា Chromastone ចឹងដែរនៅក្នុងអេពីសូតថ្ងៃហ្នឹងយើងនឹងនិយាយអំពីថាមពលរបស់ Diamond Head ជាមួយនឹង Chromastone តាពីរនាក់ហ្នឹងមានអីតាក់ទងជាមួយនឹងគ្នាតោះកុំឲ្យខាតពេលវេលាយូរអ្នកនរគ្នាទៅមើលអេពីសូតរបស់យើងបន្ទាប់ពីវាយជាមួយនឹង Vegas ហើយហ្នឹងគឺយើងបានឃើញហើយថា band របស់យើងហ្នឹងគឺបានឈឺហើយមិនធម្មតាប៉ុណ្្នឹងគេគឺអត់សូវមានកម្លាំងទេហើយ Kevin ជាមួយនឹង Gwen ហ្នឹងក៏សម្រេចចិត្តថាដឹក band របស់យើងទៅទិញនេះទិញនោះញ៉ាំហើយឈឺប៉ុណ្្នឹងហើយ band របស់យើងនៅតែចង់ញ៉ាំជាមួយនឹង smoothie របស់គាត់នឹងដដែលទៀតហើយយានអវកាសមួយហ្នឹងក៏បានមកហៅ band របស់យើងហើយនៅក្នុងយានអវកាសហ្នឹងដែរគឺមានជាមួយនឹងមិត្តភ័ក្តិរបស់ band ហ្នឹងឯងដែលមានឈ្មោះថា Tetrick ដែលឃើញថាគាត់មកម្ដងហ្នឹងគឺ serious ខ្លាំងមែនទែនដែលគាត់ហ្នឹងត្រូវការជំនួយពី band បន្ទាន់Tetrick ហ្នឹងក៏បានប្រាប់ទៅកាន់ band របស់យើងថាគាត់ហ្នឹងត្រូវការជំនួយរបស់ band របស់យើងបន្ទាន់តែម្ដងហើយក៏ចង់ឲ្យ band របស់យើងហ្នឹងប្រែកាឡាទៅជា alien Diamond Head ហ្នឹងដែរចឹងគាត់នឹងឃើញ band របស់យើងហ្នឹងបានប្រែកាឡាទៅជា Diamond Head ភ្លាមគឺយើងឃើញថា Tetrick ហ្នឹងក៏បានយកជាមួយនឹងម៉ាស៊ីនមួយដែលមើលទៅមានគ្រោះថ្នាក់មែនតើហើយក៏បាញ់ជាមួយនឹង band របស់យើងដែលធ្វើឲ្យ band របស់យើងហ្នឹងឆ្ងល់ថា Tetrick ចង់ធ្វើអីអញ្ចឹងទៅហើយយើងឃើញថានៅពេលហ្នឹងដែរហ្នឹងគឺដោយសារតែ Tetrick របស់យើងហ្នឹងបានប្រើជាមួយនឹងអាម៉ាស៊ីនហ្នឹងឯងទៅធ្វើឲ្យ Gwen ជាមួយនឹង Kevin ហ្នឹងចង់វាយជាមួយនឹង Tetrick ដោយសារអត់ដឹងថា Tetrick ហ្នឹងចង់ធ្វើអីអត់មានប្រាប់ហេតុផលអីទាំងអស់បន្ទាប់ពី Tetrick បានប្រើថាមពលហ្នឹងទៅលើ band របស់យើងហើយគឺយើងឃើញថា Alien Chromastone ហ្នឹងក៏បានចេញពី Diamond Head មកហើយ Chromastone ហ្នឹងដែរមិនមែនជា band របស់យើងទេអ្នកទាំងអស់គ្នាដែល Tetrick និយាយថាគាត់ហ្នឹងគឺជា Guardian របស់ Crystalpian ហើយគាត់ក៏បានប្រើជាមួយនឹង Crystal ដែលគាត់បានលួចពី Vegas ហ្នឹងដើម្បីឲ្យ Apex Crystalpian ហ្នឹងធ្វើការប្រើជាមួយនឹងថាមពលមួយហ្នឹងGwen ក៏បានប្រើថាមពល Mana របស់គាត់ហ្នឹងដើម្បីចាប់ Tetrick ទុកដោយសារអត់ដឹងថាមានមូលហេតុអីទេចំណែក Kevin វិញគឺបានលើកជាមួយនឹង band របស់យើងបន្ទប់ឡើងលើគ្នាដើម្បីប្រែកាឡា band របស់យើងហ្នឹងឲ្យក្លាយជាមនុស្សវិញហើយ Tetrick ហ្នឹងគឺគាត់បានបញ្យល់រឿងទាំងអស់ហ្នឹងទៅកាន់ band របស់យើងហើយគាត់បាននិយាយថាដោយសារតែថ្ងៃហ្នឹងគឺជាថ្ងៃដែលប្រព័ន្ធព្រះអាទិត្យរបស់យើងហ្នឹងអាច align ជាមួយគ្នាឬក៏ទៅត្រង់ជួរជាមួយគ្នាតែគាត់និយាយថានៅពេលអញ្ចឹងដែរហ្នឹងគាត់ចង់ត្រូវការប្រើជាមួយនឹង Chromastone ដើម្បីឲ្យ Chromastone ហ្នឹងប្រើថាមពលរបស់អា Crystal មិញធ្វើឲ្យភពរបស់គាត់ហ្នឹងមានរូបរាងឡើងវិញហើយមួយទៀតហ្នឹងគឺគាត់អាចជួយជាមួយនឹងប្រជាជនរបស់គាត់ហ្នឹងឲ្យមានរូបរាងរស់ឡើងវិញដែរដោយសារតែ Crystal ទាំងអស់ហ្នឹងគឺវាបានបែកបាក់អស់ហើយដោយសារការខ្លួននៅពីក្មេងហ្នឹងធ្វើការឲ្យ Vegas ហ្នឹងលួចជាមួយនឹង Crystal ហ្នឹងពីភពរបស់ខ្លួនមកទៅធ្វើឲ្យភពរបស់ខ្លួនហ្នឹងខ្ទេចខ្ទីកំពុងតែនិយាយគ្នាហ្នឹងគឺ Vegas ហ្នឹងបានមកដល់ដែលគាត់ហ្នឹងត្រូវការជាមួយនឹង Crystal ហ្នឹងមកវិញឲ្យលឿនតែម្ដងអ្នកទាំងអស់គ្នាបានចឹងប្រែកាឡាទៅជា Webic ប៉ុន្តែបែរជាខ្លាចទៅជា Humongousaur វិញប៉ុន្តែយ៉ាងណាក៏ដោយ Humongousaur ហ្នឹងក៏អាចវាយជាមួយនឹង Vegas បានដូចគ្នាដែរគ្រាន់តែថាវាយអត់សូវខ្លាំងដូចជាមួយនឹង Webic ទេចំណែក Apex Guardian Chromastone មិញហ្នឹងគឺគាត់បានហោះទៅកាន់ភពរបស់គាត់ហើយដើម្បីចាំនៅពេលដែល Solar System ហ្នឹងវាដើរកណ្ដាលគ្នាគាត់នឹងប្រើទៅមើលថាមពលទាំងអស់ហ្នឹងដើម្បី restore ជាមួយនឹងភពហ្នឹងឡើងវិញដោយសារតែចង់ពជាពេលជាមួយនឹង Vegas ហ្នឹង band របស់យើងហ្នឹងគឺបានហោះចុះហោះឡើងវាយជាមួយនឹង Vegas កុំឲ្យ Vegas របស់យើងដឹងថាគេបានលួច Crystal ហ្នឹងដើម្បីធ្វើឲ្យពួក Diamond Head ហ្នឹងរស់ឡើងវិញ Gwen ហ្នឹងគឺបានជួយជាមួយនឹង band ដោយសារតែ band របស់យើងហ្នឹងឈឺអញ្ចឹងទៅវាយជាមួយនឹង Vegas ហ្នឹងអត់ចង់កើតទេគ្រាន់តែ band របស់យើងហ្នឹងអត់បានវាយជាមួយនឹង Vegas ភ្លាមគឺយើងឃើញថា Vegas ហ្នឹងអាចវាយជាមួយនឹងពួកនេះបានឡើងពី3នាក់ហ្នឹងដែលគាត់អត់មានខ្វល់ទេដោយសារឥឡូវហ្នឹងគឺគាត់ខ្លាំងមែនតើហើយនៅពេលហ្នឹងដែរហ្នឹងគឺ Kevin របស់យើងហ្នឹងបានរត់ចេញពី Vegas ដែល Vegas របស់យើងហ្នឹងឃើញតឡានរបស់ Kevin ទេហើយបាត់ជាមួយនឹងគ្នារបស់ Gwen band របស់យើងហ្នឹងឯងប៉ុន្តែយ៉ាងណាក៏ដោយដោយសារ Vegas របស់យើងហ្នឹងមានថាមពល sensory ហ្នឹងក៏បានដឹងថា band របស់យើងហ្នឹងនៅកន្លែងណាហើយគាត់ឆ្ងល់ថាហេតុអីបាន Tetrick ហ្នឹងចង់លួចជាមួយនឹង Crystal របស់គាត់អញ្ចឹងទៅបានរបស់យើងហ្នឹងក៏សម្រេចចិត្តថាប្រែកាឡាទៅជា Echo ដើម្បីវាយជាមួយនឹង Vegas តក្នុងការពជាពេលរបស់ Vegas របស់យើងហ្នឹងឯងហើយយើងឃើញថា Alien Echo នោះទោះបីជាទូចមែនប៉ុន្តែកម្លាំងវាក៏គ្រាន់បើនៅដល់គ្នាអាចវាយជាមួយនឹង Vegas បានប៉ុន្តែ Vegas ហ្នឹងនៅតែត្រឡប់មកវិញហើយមិនធម្មតាប៉ុណ្្នឹងទេគឺបានចាប់ជាមួយនឹង Tetrick តែគាត់សួរថាតើ Tetrick ហ្នឹងយកជាមួយនឹង Crystal ហ្នឹងទៅណាដែរចំណែក Kevin វិញដោយសារតែចង់ជួយ Tetrick ហ្នឹងក៏បាននិយាយការពិតទៅថា Crystal ហ្នឹងត្រូវបានឲ្យពួកជាមួយនឹងពួក Chromastone ហ្នឹងយកទៅ restore ឬក៏ទៅបង្កើតជាមួយនឹងភព Tetrick ឡើងវិញហើយ Vegas វិញគឺបានទៅដល់ភពហ្នឹងមុនហើយក៏បានវាយជាមួយនឹង Chromastone របស់យើងហ្នឹងហើយលួចជាមួយនឹង Crystal ហ្នឹងវិញហើយ Chromastone របស់យើងហ្នឹងបន្ទាប់មក restore ជាមួយនឹងភពហ្នឹងបាន 100% អ្នកនរគ្នាបានទៅតែ 80% ទេប៉ុន្តែ Vegas ហ្នឹងគឺបានដកជាមួយនឹង Crystal របស់គាត់ហើយហោះចេញពីកន្លែងហ្នឹងវិញទៅហើយ Apex Guardian ហ្នឹងគឺយើងឃើញថាគ្រាន់តែដកជាមួយនឹងថាមពល Crystal ហ្នឹងភ្លាមគឺគាត់អត់មានកម្លាំងឬក៏ប្រើជាមួយនឹងថាមពលអីទាំងអស់ប៉ុន្តែដោយសារតែគាត់នឹងចង់ជួយជាមួយនឹងភពគាត់ខ្លាំងមែនតើចឹងគាត់ក៏សម្រេចចិត្តថាដូរជីវិតរបស់គាត់នឹងជាលើកចុងក្រោយនឹងប្រើជាមួយនឹងថាមពលដើម្បីបង្កើតជាមួយនឹង Crystal ថ្មីមួយទៀតហើយឲ្យ Crystal នឹងទៅកាន់ band របស់យើង
Bén ban pra cái chỉ Diamond Head nằm bay đa từ can cái lại phộp solar system nắng hay bang bao chịu một crystal bọc cọt nằm bay restore chịu một phộp nâng làng vĩnh tiệt hay còn đã ban đại chịu một crystal nâng bèn bảo dương cho ban mà tu máu cứ dương khơi tha crystal nâng chịu một Diamond Head nâng các bạn đo trên mà vinh tặng a đời sáng tại nơi bây đại phộp nâng thời ban cây cầm tịch nâng cứ dương khơi tha vì nơi tịch mến bàn tay nơi bầm nẹt tôi rồi bỏ bộ crystal nâng ảnh đời sáng tại bộ nâng á bờ sân chỉ vì tại tụ ban energy group cron vì nâng đo làng vinh đôi chỉ Diamond Head đài hay tạm bắt tới Chromostone nó cứ chỉ pu chỉ mỗi năng Diamond Head bảo dương tên này thằng này để sao này ác này đang ấy Diamond nó cứ pick những ấy hai pick để chai hai năng ấy cứ chỉ Chromostone hai chân khói nó cứ thay từ bảo dương nó cứ ban non bền bảo dương một phục hành đây bảo dương với nhấy hai có xong ở con can bền khang bền tên và sân chạm mình bền thế thay từ bảo dương nó cả ai restore chỉ một phục bảo còn lăng một bình bàn đài hai episode những cứ ban chấp thầm nắng này thằng ác này chắc mà cho chết episode bên nhóm complete chui subscribe cho mùi đường channel bảo nhóm phong bạn này ác nên cho support nhóm ní cái chị EBA bảo nhóm sẽ không ra này ác nên là ta mơ video